បាទសួស្តីអស់លោកលោកស្រីអ្នកនាងកញ្ញាបងប្អូនជនរួមជាតិទាំងអស់ជាទីមេត្រីនិងជាទីនឹករលឹកបាទស្វាគមន៍សាជាថ្មីជាមួយនឹងខ្ញុំបាទភក្ត្រាប៊ូដាមេតាបាទដែលសម្រាប់ថ្ងៃនេះខ្ញុំបាទនឹងពំនាំបាទនៅអត្ថប្រយោជន៍អំពីប្រភេទកីឡាវាយកូនគោលជូនដល់អស់លោកលោកស្រីអ្នកនាងកញ្ញាទុកគ្រាន់ស្ដាប់កំសាន្តនិងទុកជាមេរៀនបាទអត្ថប្រយោជន៍នៃប្រភេទកីឡាវាយកូនគោលយើងអាចបែងចែកចេញជា4ប្រភេទបាទប្រភេទទី1នោះគឺអត្ថប្រយោជន៍ទៅលើផ្លូវកាយបាទទី2គឺអត្ថប្រយោជន៍ទៅលើផ្លូវចិត្តបាទឯទី3គឺអត្ថប្រយោជន៍សម្រាប់សង្គមនិងទី4គឺអត្ថប្រយោជន៍ផ្នែកវិជ្ជាជីវៈអរគុណបាទក៏សូមធ្វើការបាទបញ្យល់ខ្លះៗអំពីអត្ថប្រយោជន៍ទាំង4នេះបាទជាពិសេសគឺអត្ថប្រយោជន៍ទី1នោះគឺជាអត្ថប្រយោជន៍ទៅលើផ្លូវកាយបាទយើងដឹងហើយថាប្រភេទកីឡាវាយកូនគោលគឺជាប្រភេទកីឡាមួយដែលយើងលេង18ឡូបាទហៅ18 hole បាទអញ្ចឹងនៅក្នុងមួយហូលទឹកនេះគឺគេបែងចែកទៅតាមឧបសគ្គរៀងៗខ្លួនសម្រាប់កីឡាករដែលលេងនោះគឺពួកគាត់ត្រូវមានកាយសម្បទារឹងមាំហើយយើងដឹងហើយការលេងការដើរនៅលើទីលានគេហៅការដែលលេងប្រើលក្ខណៈលេងដើរនៅលើបាល់ golf course នោះបាទគឺអាចជួយលោកអ្នកនាងកញ្ញាច្រើនបាទយើងដឹងហើយយើងដឹងហើយអ្នកដែលលេងកីឡាយើងដឹងហើយប្រភេទកីឡាគឺយើងជួយច្រើនណាស់បាទគឺអាចបង្កើតបាទឲ្យវាមានការរីកចម្រើនផ្នែកសាច់ដុំរបស់យើងបាទកីឡាវាយកូនគោលគឺយើងលេងតាំងពីស្មាដៃជើងកភ្លៅកពួនជើងអីតាំងពីខ្លួនប្រាណពីលើដល់ក្រោមត្រូវប្រើកាយវិការទាំងអស់ដូច្នេះហើយវាមានអត្ថប្រយោជន៍ដល់ប្រព័ន្ធសាច់ដុំរបស់យើងឲ្យមានការរីកចម្រើនបាទហើយជាពិសេសទៅទៀតនោះគឺយើងដុតសារធាតុខ្លាញ់កូលេស្តេរ៉ុលជាដើមដែលមាននៅក្នុងខ្លួនយើងនឹងគឺដុតបានល្អអ្នកល្មមអាចសម្រកគីឡូបានបើសិនជាលេងប្រភេទកីឡាមួយនេះបាទយើងដឹងហើយកីឡាវាយកូនគោលយើងអាចដើរក៏បានយើងអាចជិះឡានក៏បានដែលគេហៅថា golf course នោះបាទសម្រាប់បងប្អូនយើងនៅខាងប្រទេសដទៃទៀតគេភាគច្រើនគេចូលចិត្តដើរបាទតែវាមិនសំខាន់ទេបាទទោះបីជាយើងជិះឡានក៏ដោយក៏អាចជួយបានច្រើនដូចគ្នាបាទផ្នែកសាច់ដុំនឹងពីព្រោះពេលដែលយើង swing ម្ដងគឺយើងប្រើអស់ហើយនៅលើរាងកាយរបស់យើងហ្នឹងអញ្ចឹងគឺយើងគឺជួយខ្លាំងណាស់បាទឯចំណុចទី2គឺអត្ថប្រយោជន៍ផ្លូវចិត្តហ្នឹងក៏សំខាន់ដែរបាទប្រភេទកីឡាមួយនេះគឺផ្ដល់អត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់ផ្លូវចិត្តយើងដឹងហើយទី1ហ្នឹងគឺសំខាន់គឺទៅលើ stress តែម្ដងខ្លួនខ្ញុំផ្ទាល់កាលណាខ្ញុំមិនសូវជាសប្បាយចិត្តឬខ្ញុំដូចថារៀងកម្មើអីចឹងទៅខ្ញុំទៅទីលានវាយកូនគោលហើយគឺជួយកាត់បន្ថយ stress របស់យើងពីព្រោះអ្វីគឺយើង focus on ទៅលើបាល់របស់យើងនៅវាយក្នុង1ឡូពី1ឡូទៅ1ឡូគឺពិបាកអញ្ចឹងបើយើងយកអារម្មណ៍ stress នឹងទៅដាក់ទៅលើបាល់យើងអត់អាចលេងបានល្អទេគឺជួយបានលោកអ្នកកញ្ញាគឺជួយខ្លាំងគឺកាត់បន្ថយ stress បាទហើយនៅក្នុងនោះគឺអាចអភិវឌ្ឍផ្នត់គំនិតរបស់យើងផងដែរបាទព្រោះកីឡាវាយកូនគោលនេះគឺជាកីឡាដែលទាមទារសមត្ថភាពគ្រប់គ្រងអារម្មណ៍ខ្លាំងណាស់បាទហើយជួយឲ្យអ្នកបង្កើននូវការអត់ធ្មត់ហើយចេះគិតទៀតគ្រប់គ្រងអារម្មណ៍យ៉ាងម៉េចបាទពីព្រោះបាល់នៅខាងក្រោម club head នៅខាងលើអ្នកដែលអត់ដែលបានលេងគឺគិតថាស្រួលតែដល់ពេលលេងបានដល់ពេលដែលយើង swing ទៅត្រូវ impact the ball គឺអត់អាចវាយត្រូវបាល់បានទេបាទអត់អាចវាយត្រូវបាល់ទោះជាត្រូវក៏អត់អាចទៅចំគោលដៅដែលយើងចង់វាយដែរអញ្ចឹងគឺវាអភិវឌ្ឍនៅគំនិតឲ្យយើងនឹងមានភាពអត់ធ្មត់ហើយអត់ឲ្យអារម្មណ៍យើងរវើរវាយបានដែរអាចនិយាយថាដូចយើងធ្វើសមាធិអញ្ចឹងបាទសំខាន់ណាស់គឺផ្នែកមួយនេះហើយក៏កែលម្អនៅក្នុងការសម្រេចចិត្តដែរការសម្រេចចិត្តអភិវឌ្ឍគំនិតអត់ធ្មត់បន្ថយ stress សិតតែនៅក្នុងអត្ថប្រយោជន៍ផ្លូវចិត្តទាំងអស់ការសម្រេចចិត្តយ៉ាងដូចម្ដេចឧទាហរណ៍ថាយើងនៅសល់ប្រហែលជា120ឬក៏150 yard
វាយទៅលើ green ខ្យល់កំពុងតែបក់ពីទិសខាងឆ្វេងពីទិសខាងកើតទៅទិសខាងលិចបន្ទាប់មកក្លឹបរបស់យើងត្រូវវាយក្លឹបមួយណាហើយ hole របស់យើងវានៅកន្លែងណាអញ្ចឹងយើងទៅសម្រេចចិត្តថាបើយើងដក pitching wedge មកយើងដកក្លឹបប្រភេទpitching ខ្យល់វាយប្រឆិតអញ្ចឹងអញត្រូវយកiron number 9ការសម្រេចចិត្តយើងមួយនេះតើយើងសម្រេចចិត្តយ៉ាងដូចម្ដេចនៅពេលហ្នឹងអញ្ចឹងក៏ទាមទារឲ្យយើងនឹងហ៊ានសម្រេចចិត្តនៅអ្វីដែលយើងបានធ្វើឡើងបាទគឺចំណុចនេះសំខាន់ផងដែរនៅក្នុងការជួយប្រត់កំណត់ផ្នែកផ្លូវចិត្តផងដែរហើយចំណុចទី3អត្ថប្រយោជន៍សង្គមបាទយើងដឹងហេតុអីបានពាក់ព័ន្ធជាមួយនឹងអត្ថប្រយោជន៍សង្គមគឺយើងតែងតែគិតថាកីឡាវាយកូនគោលជាកីឡាដែលតែងតែមានការជួបជុំនៅក្នុងសង្គមបងប្អូនដែលនៅក្នុងប្រជាជាតិកម្ពុជាបងប្អូនយល់ហើយដែលការគិតរបស់បងប្អូនមួយចំនួនតែងតែគិតថាជាប្រភេទកីឡាអ្នកមានអូខេអាចទទួលស្គាល់ដែរប៉ុន្តែបើយើងប្រើភាសានេះវាហាក់បីដូចជាមិនផ្ដល់នៅផ្នត់គំនិតរបស់បងប្អូនយើងមួយចំនួនដែលគាត់ពុំសូវមានលទ្ធភាពនៅក្នុងការលេងកីឡាមួយនេះប៉ុន្តែពុំនោះទេមិនអីទេមិនមែនជាប្រភេទកីឡាអ្នកមានអីនោះទេបាទឲ្យតែចិត្តយើងចង់គឺយើងលេងបានហើយបាទអញ្ចឹងកីឡាវាយកូនគោលនេះគឺជាប្រភេទកីឡាដែលតែងតែឲ្យមានការជួបជុំបាទហើយយើងអាចស្គាល់ញាតិមិត្តថ្មីស្គាល់នៅបងប្អូនយើងដែលចូលលេងជាមួយគ្នាហ្នឹងគឺមានការរាប់អានគ្នាជាពិសេសគឺបងប្អូនដែលមានវាអាចជួយថានៅក្នុងអាជីវកម្មផងនៅក្នុងក្រុមហ៊ុនផងនៅក្នុងប្រភេទការងាររបស់យើងដែរជួនកាលយើងទៅលេងទៅស្រាប់តែយើងទៅជួបអ្នកផ្សេងទៀតគេមកលេងដែរអញ្ចឹងយើងអាចលេងបដាពិភាក្សាការងារសួរនាំគ្នាពីផ្សេងតាក់ទងទៅក្នុងសង្គមទៅគឺយើងអាចសំរុំនៅក្នុងការរាក់ទាក់ឬក៏រាប់អានគ្នាជាដៃគូជាដើមឡាក់សំណុចចុងក្រោយគឺអត្ថប្រយោជន៍ផ្នែកវិជ្ជាជីវៈបាទអាជីវជីវៈវាអត់ខុសពីការរកស៊ីប្រមាណទេគឺជំនួយទៅដល់អាជីពរបស់យើងនៅក្នុងវិស័យអាជីវកម្មជាច្រើនគេប្រើប្រភេទកីឡាវាយកូនគោលនេះដើម្បីកសាងទំនាក់ទំនងជំនាញនិងកិច្ចសហប្រតិបត្តិការអភិវឌ្ឍគ្រប់គ្រងពេលវេលាក៏ជាសារៈសំខាន់មួយដែរនៅក្នុងប្រភេទកីឡាវាយកូនគោលបាទគឺជួយឲ្យអ្នករៀនចេះឲ្យតម្លៃឲ្យចេះគ្រប់គ្រងនៅពេលវេលានិងផែនការសកម្មភាពបាទយើងដឹងហើយពេលវេលាមានតម្លៃសំខាន់ណាស់ពេលវេលាអញ្ចឹងឧទាហរណ៍យើងណាត់គ្នាលេងម៉ោង9លេងស្រាប់យើងទៅដល់ម៉ោង9កន្លះ10កន្លះគេឈប់ឲ្យយើងលេងហើយបាទគេឈប់ឲ្យយើងលេងពីព្រោះអីនៅក្នុងតារាងហ្នឹងមិនមែនមានតែយើងទេគឺមានគេច្រើនទៀតអញ្ចឹងយើងត្រូវចេះគ្រប់គ្រងឲ្យតម្លៃនៅពេលវេលាដល់ពេលយើងវឹកហាត់ជាមួយនឹងកីឡានេះយូរទៅយើងទៅសង្គមខាងក្រៅជួបជាមួយនឹងម្ចាស់អាជីវកម្មផ្សេងទៀតក៏យើងឆ្លាញ់ពេលវេលាដូចគ្នាដែរបាទដល់ពេលវេលាយើងមានកំណត់បាទខ្ញុំបាទភក្ត្រាក៏សន្មតថាបញ្ចប់ត្រឹមនេះហើយក៏សូមអភ័យទោសផងដែរបើសិនជាមានចំណុចខ្វះខាតនៅក្នុងការអធិប្បាយអំពីប្រភេទកីឡាវាយកូនគោលនេះបាទខ្ញុំស្រង់យកខ្លីៗទេបាទស្រង់យកខ្លីៗទេនៅមានច្រើនទៀតបាទនឹងអាចបន្តទៅថ្ងៃក្រោយទៀតបាទសម្រាប់ពេលនេះខ្ញុំបាទក៏ដល់ពេលវេលានិងជម្រាបលាអស់លោកស្រីអ្នកនាងកញ្ញាត្រឹមពេលនេះផងដែរបាទសូមប្រសិទ្ធពរជ័យជូនដល់លោកស្រីអ្នកនាងកញ្ញាជួបតែព្រះពុទ្ធព្រះធម៌ព្រះសង្ឃសូមឲ្យជួបនឹងសន្តិភាពពិតប្រាកដសម្រាប់ពេលនេះខ្ញុំបាទសូមជម្រាបលាបាទសូមអរគុណ